ngày ní từ mơ bà sát mùi cần lại bà đã đại tới có squat pleu từ đa cạch trong ca tà lôn kì pleu ghi miền lõ xong đập chìm tô tự đó bà sát phần tại nhóm chi hộp pleu đa cạch trong ca tà lôn kế mà rờ pleu từ sát bà sát này bà cứ nữ sọ sát ná vì miền ca bạc bài nâng miền ca rítខ្លះ ប៉ុន្តែនៅល្អរូបរាងដែលយើងអាចមើលបានបាទហើយផ្សារនេះបាទមានការថែទាំតែមកកាប់មកលួសមកឈើដើមឈើដែលដុះស្កត់ផ្សារបាទប៉ុន្តែអត់ដែលមានអ្នកមកលេងទេបាទនៅផ្សារនៅបែកខាងហ្នឹងសម្បូរទៅដោយផ្សារជាច្រើនប៉ុន្តែភាគច្រើនតូចអត់សូវធំបាទមានតែប្រាសាទអ្នកបួសមួយដែលចាត់ទុកថាធំជាងគេក្រៅពីហ្នឹងគឺតូចទេហើយយ៉ាងទៀតផ្លូវផ្សារខ្លះក៏វាអត់ផ្លូវអត់ល្អជិះឡានអត់ដល់បានតែម៉ូតូនិងគោយន្តបាទរៀងពិបាកអញ្ចឹងអត់មានអ្នកមកមើលហើយម្យ៉ាងទៀតក៏អ្នកខ្លះក៏អត់បានស្គាល់ដែរបានតែអ្នកនៅស្រុកភូមិហ្នឹងដែលគាត់បានដឹងឮស្គាល់អ្នកខ្លះក៏មិនដែលបានមើលដែរបាទសូម្បីតែស្គាល់ក៏អត់ដែរបាទខ្ញុំក៏អត់ដែលស្គាល់ដែរនៅនឹងជាច្រើនឆ្នាំប៉ុន្តែខ្ញុំអត់ដែលចាប់អារម្មណ៍ដោយតែមានអ្នកប្រាប់ទើបខ្ញុំស្គាល់ហើយក៏ខ្ញុំចាប់ដើមឆែកមើលផែនទី Google ឲ្យដឹងថាកន្លែងណាមានប្រាសាទកន្លែងណាអត់បាទកន្លែងខ្លះក៏មាននៅក្នុងផែនទីកន្លែងខ្លះក៏អត់បាទហ្នឹងតអ្នកដែលគេធ្លាប់ស្គាល់ធ្លាប់មកលេងគេប្រាប់ទៅទើបខ្ញុំស្គាល់ខ្ញុំមកថតលេងបាទជូនពុកម៉ែបងប្អូនទស្សនាពីប្រាសាទបុរាណបាទប្រាសាទនេះរបៀបសាងសង់ហើយថ្មសាលាបាទស្តៀងនឹងប្រាសាទឈូកដែរបាទគឺមានច្រើនប្រាសាទណាស់នៅក្នុងបរិវេណហ្នឹងបាទមិនមែនមានតែមួយទេគឺមានច្រើនបាទគឺនៅរូបរាងល្អច្រើនដែលយើងអាចទស្សនាដែលអាចមកកម្សាន្តបានបាទនេះជាស្នាដៃបុព្វបុរសខ្មែរដែលសាងសង់ទុកឲ្យយើងជាកូនចៅសម្រាប់បានទស្សនាបានមើលបាទប៉ុន្តែអ្វីដែលស្ដាយគឺអត់សូវមានអ្នកណាគេមកមើលបាទមានតែអ្នកដែលគេស្រាវជ្រាវប្រាសាទនានាផ្សេងដែលគាត់បានមកហើយមានតែជនជាតិបរទេសដែលគាត់អ្នកស្រាវជ្រាវឯកសារបាទតែគាត់មកស្រាវជ្រាវនិងផ្ដិតយកទិដ្ឋភាពនិងរូបភាពប្រាសាទគ្រប់ប្រាសាទទាំងអស់ដែលមាននៅបរិវេណនេះគឺនិយាយថានៅស្រុកជាំសានតែម្ដងបាទទោះវាមិនបានល្អទាំងអស់ប៉ុន្តែក៏ជារមណីយចក្ខុយើងមួយដែលបានថាយើងមើលកំសាន្តនិងបានឃើញពីភាពអស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរពីដើមបាទបច្ចុប្បន្នយើងអត់មានអ្នកណាមួយដែលសាងសង់ប្រាសាទឬធ្វើប្រាសាទទេបាទនេះគឺជារូបភាពទាំងស្រុងបាទប្រាសាទនេះគឺមិនមែនមានតែមួយគឺមានច្រើនប៉ុន្តែក្នុងបរិវេណទីមួយបាទប្រាសាទនេះគឺមានដើមឈើវល្លិ៍ដុះចាក់ផុតពីលើបាទហើយប្រាសាទនេះចងកាត់ប្រវត្តិសាស្ត្ររាប់រយឆ្នាំបាទអត់មានអ្នកដែលមកអើពើអ្នកដែលមកលេងទេតាមរយៈក្រោយមកដែលយើងបានមកលេង